ប្រភពព័ត៌មានពីលោកមីធាវីការពីក្តីរបស់លោកកូនអ្នកមានទ្រព្យមួយដែលបានឲ្យដឹងថាចៅក្រមបានស៊ើបសួរនៅសាលាដំបងរាជធានីភ្នំពេញបានបិទការស៊ើបអង្កេតលើសំណុំរឿងជនត្រូវបានចោទដែលមានឈ្មោះថាឌួងអូដាមឆវិនហៅថាឆាយបាទការពីព្រឹកថ្ងៃទី17ខែមិថុនាឆ្នាំ2015នេះបានថ្លែងថាបានជាបាទចៅក្រមស៊ើបសួរបិទការស៊ើបអង្កេតនេះគឺទី1គឺការសាកសួរយកចម្លើយពីជនដែលត្រូវចោទគឺបានគ្រប់គ្រាន់ហើយរួមទាំងសាក្សីនិងមានភស្តុតាងមួយចំនួនទៀតអាចធ្វើឲ្យនេះនឹងអាចចាត់បញ្ជូនទៅចៅក្រមនៅក្នុងចៅក្រមនៃក្រមប្រឹក្សាជំនុំជម្រះដើម្បីអង្គសេចក្តីគ្រាន់តែមិនទាន់កំណត់ថ្ងៃណាមួយឲ្យជាក់លាក់នៅឡើយនោះទេតែអាចនឹងពេលឆាប់ខាងមុខនេះបាទជុំវិញក្នុងករណីរឿងដែលបង្កនៅបញ្ហាអំពើហិង្សានេះយើងឃើញថាការបង្ហោះរូបភាពវីដេអូតាមคลิปនៅតាមបណ្ដាញសង្គម Facebook ក៏បានច្រើនដែរខ្លះទៅក៏នេះជាមតិបងប្អូនជាពលរដ្ឋទេខ្លះថាកូនលោកអុកញ៉ាឌូងៀបគឺជាអ្នកខុសហើយខ្លះទៀតគឺថាគឺជាកូនលោកអុកញ៉ាទ្រីភិបគឺជាអ្នកបង្ករឿងបាទអញ្ចឹងណាការនិយាយនេះគឺច្រើនរូបភាពដែលបងប្អូនតែងតែលើកឡើងហើយអ្វីដែលយើងមិនអាចប្រកែកបានគឺមានរូបភាពវីដេអូដែលជាកាមេរ៉ាសុវត្ថិភាពតាមដានតាំងពីសកម្មភាពដើមរហូតដល់បង្ករឿងតើអ្នកណាជាអ្នកខុសអញ្ចឹងហើយបានជាលោកមេធាវីលោកបានមានប្រសាសន៍ថាសំណុំរឿងនេះត្រូវបានបិទហើយដើម្បីអីព្រោះថាយើងប្រមូលភស្តុតាងបានគ្រប់គ្រាន់ប្រមូលអង្គហេតុបានគ្រប់គ្រាន់ហើយដែលអាចបើកសាវនាការបាននៅពេលខាងមុខឆាប់នេះហើយយើងខ្ញុំនឹងតាមដានបន្តថានៅពេលបើកសាវនាការនេះតុលាការឬក៏អង្គជំនុំជម្រះនៃអង្គចៅក្រមនោះលោកសម្រេចយ៉ាងម៉េចថាតើខាងណាជាអ្នកខុសខាងណាជាអ្នកត្រូវការទេមានសិទ្ធិក្នុងការសម្រេចហើយតាមដានបន្តក្នុងរឿងនេះមើលពេលដែលបើកសាវនាការបន្តទៀតបាទចាអរគុណណាស់ឥឡូវនេះបន្តទៅ